ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនិយាយអំពីថ្នាំព្យាបាលជំងឺផ្សិតស្រែងនិងភ្លឺចាអញ្ចឹងចង់ប្រើថ្នាំមួយណាក៏បានដែរដោយសារក្នុងវីដេអូមុនខ្ញុំបាននិយាយអំពីថ្នាំខ្លះៗហើយដែលព្យាបាលជំងឺភ្លឺតែខ្ញុំបានបញ្ជាក់ថាថ្នាំហ្នឹងក៏អាចព្យាបាលជំងឺផ្សិតក៏ដូចជាទឹកស៊ីដៃស៊ីជើងចានិងស្រែងចំពោះថ្នាំពេទ្យគឺមានច្រើនប្រភេទមែនតើពុកម៉ែបងប្អូនមានជាប្រភេទគ្រាប់ជាសេរ៉ូចាអញ្ចឹងអាស្រ័យទៅលើពុកម៉ែបងប្អូនទេតែខ្ញុំ recommend ឲ្យប្រើគ្រាប់ទៅព្រោះខ្លាំងជាងសេរ៉ូចាថ្នាំទី1គឺមានឈ្មោះថា Cristeo Fluwin លើកមុនខ្ញុំក្នុងវីដេអូមុនហ្នឹងខ្ញុំបានប្រាប់ថា Fluconazole ទេលើកនេះខ្ញុំបន្ថែមថ្នាំ Cristeo Fluwin ចំណុះ500 mg សម្រាប់ក្មេងគឺបើសិនជាតូចខ្លាំងគឺត្រូវប្រើសេរ៉ូឯងតែបើសិនជាពួកគាត់ធំដូចជា7 8ឆ្នាំ12ឆ្នាំចាគាត់អាចញ៉ាំជាគ្រាប់បានអញ្ចឹងគ្រូពេទ្យគាត់នឹងគិតទៅតាមគីឡូរបស់គាត់នេះខ្ញុំមកបញ្ជាក់ឲ្យបានក្បោះក្បាយអញ្ចឹងថាថ្នាំទាំងអស់ហ្នឹងឲ្យជាប្រភេទពួក antifungic គឺព្យាបាលរាល់មេរោគដែលបណ្ដាលមកពីពួកផ្សិតចាផ្សិតហ្នឹងវាបង្កទៅជាជំងឺស្រែងទឹកស៊ីដៃកញ្ចក់ដៃកញ្ចក់ជើងឬក៏ភ្លឺចារបៀបប្រើគឺចំពោះមនុស្សធំ500 mg ញ៉ាំព្រឹកមួយគ្រាប់ល្ងាចមួយគ្រាប់ញ៉ាំក្រោយអាហារចាហើយការប្រើប្រាស់របស់មនុស្សធំនឹងផងដែរក៏អាចប្រើរយៈពេល1ខែទៅ2ខែចាមានន័យថា4សប្តាហ៍ទៅ8សប្តាហ៍ហើយនឹងចំពោះតើមេរោគផ្សិតហ្នឹងដែលបង្កនៅលើស្បែកទេគេមានកម្រិតគេបើសិនជាមេរោគផ្សិតហ្នឹងបណ្ដាលទៅជាស៊ីកញ្ចក់ដៃកញ្ចក់ជើងអីអញ្ចឹងការប្រើគឺយូរជាងហ្នឹងចំពោះមនុស្សធំចាគឺប្រើចាប់ពី4ខែចា4ខែរហូតដល់12ខែអញ្ចឹងហើយតែជំងឺផ្សិតហ្នឹងគឺពិបាកព្យាបាលមែនតើព្រោះខ្ញុំធ្លាប់ជួបអ្នកជំងឺក៏ដូចជាសាច់ញាតិបងប្អូនអីក៏ធ្លាប់កើតដែរអញ្ចឹងហើយតអកនេះមួយក៏ពិបាកព្យាបាលដែរព្យាបាលទៅតាមកម្រិតចាកម្រិតធ្ងន់គឺយើងប្រើរយៈពេលយូរតែបើកម្រិតស្រាលតិចញ៉ាំមកត្រឹម1អាទិត្យឬក៏5ថ្ងៃអីអញ្ចឹងណាពុកម៉ែបងប្អូនហើយជំងឺផ្សិតនេះគេត្រូវការអនាម័យមែនតើពុកម៉ែបងប្អូនមិនថាស្រោមខ្នើយកម្រាលពុះសម្លៀកបំពាក់របស់យើងនិយាយទៅរបស់របរប្រើប្រាស់ដែលយើងបានឧទាហរណ៍ថាពុកម៉ែបងប្អូនអេះហើយអញ្ចឹងណាធម្មតាផ្សិតតែលម្អហើយឬក៏ភ្លឺអាចលម្អដែរអេះហើយអញ្ចឹងពុកម៉ែបងប្អូនទៅកាន់ឧបករណ៍មិនថាឧទាហរណ៍មនុស្សស្រីឬក៏មនុស្សប្រុសរបស់របរដែលគាត់ប្រើប្រាស់មិនថា skin care ឬក៏អីយើងត្រូវតែយកដប skin care ទាំងអស់នោះទៅបាញ់អកលដើម្បីហើយបើមុននឹងប៉ះពុកម៉ែបងប្អូនគួរតែលាងដៃនឹងសាប៊ូសិនចាំទៅបាញ់អកលសម្រាប់មេរោគអញ្ចឹងណាព្រោះពេលខ្លះមេរោគផ្សិតវានៅទៅលើរបស់ប្រើប្រាស់របស់ពុកម៉ែបងប្អូនទាំងគ្នាមិនថាសម្លៀកបំពាក់ឬក៏ស្រោមខ្នើយណាខ្នើយមានខ្នើយកើខ្នើយអោបអញ្ចឹងទៅអញ្ចឹងទឹករងៃដែលនៅជាប់មេរោគដែលជាប់នៅរបស់របរប្រើប្រាស់ហ្នឹងវាអាចចម្លងមកវិញអញ្ចឹងណាខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ហើយគ្រីមគឺមានច្រើនប្រភេទមានគ្រីម Ketoconazole មានគ្រីម Fluconazole មាន Clotrimazole មាន Cristeo Fluwin ចាស់ហើយចំណែកគ្រីមមួយទៀតខ្ញុំអត់ទាន់បានប្រាប់ទេឈ្មោះ Terbinafine តែខ្ញុំគិតថាបកកែមិនបកកែគឺអាស្រ័យទៅលើពុកម៉ែបងប្អូនដែលប្រើទៅសងស៊ីបមានន័យថាកបជាមួយនឹងថ្នាំហ្នឹងអញ្ចឹងមកគេតម្រូវឲ្យថ្នាំផ្សះគឺញ៉ាំរយៈពេល3ថ្ងៃយ៉ាងតិចឬក៏5ថ្ងៃទៅ1សប្តាហ៍អញ្ចឹងណាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនញ៉ាំបានតែ4ថ្ងៃ2ថ្ងៃអីទេអញ្ចឹងមេរោគនឹងស៊ាំជាមួយនឹងថ្នាំពួកអង់ទីប៊ីយោទិកនឹងអីចានិយាយចង់តាក់អញ្ចឹងហើយបានភាគច្រើនមិនថាអសតការីឬក៏គ្រូពេទ្យទេគាត់នឹងណែនាំឲ្យថាបើសិនជាផ្ដាសាយអត់សូវឈឺកខ្លាំងទេគឺគាត់អត់ដាក់ពួកអង់ទីប៊ីយោទិកទេហើយពេលដាក់ក៏គាត់ប្រាប់ថាឲ្យពុកម៉ែបងប្អូននឹងទិញថ្នាំញ៉ាំចំនួនទៅគ្រប់5ថ្ងៃឬក៏1សប្តាហ៍ដែរចាដើម្បីកុំឲ្យមេរោគសំថ្នាំអញ្ចឹងជំងឺអីក៏ដោយឧទាហរណ៍ថាផ្សិតហ្នឹងក៏ដោយពុកម៉ែបងប្អូនធ្លាប់ញ៉ាំថ្នាំគ្រាប់ Clotrimazole តែញ៉ាំឲ្យបានគ្រប់កម្រិតដោះចានៃគ្រូពេទ្យឲ្យអញ្ចឹងពុកម៉ែបងប្អូនអាចនឹងស៊ាំជាមួយនឹងថ្នាំ Clotrimazole ហ្នឹងហើយអញ្ចឹងយើងត្រូវទៅប្រើប្រភេទពួក Cristeo Fluwin ឬក៏ Fluconazole អីវិញអញ្ចឹងណាអរគុណជម្រាបលាបាយបាយ